តាមការសន្និដ្ឋានតាមការសង្កេតមើលរបស់ខ្ញុំសម្រាប់កសិករចិញ្ចឹមសត្វមាន់ទានៅតាមជនបទយើងគឺក្នុងចំណោម10មាន8ហើយដែលបានបោះបង់ចោលនៅក្នុងរយៈពេល3ឆ្នាំដំបូងហ្នឹងបាទបើសិនជាមានអ្នកដែលឆ្លងកាត់3ឆ្នាំហ្នឹងរួចហើយអានឹងនៅអាចតស៊ូបាននឹងរដ្ឋថាគាត់មានចំណេះដឹងមានភាពរឹងមាំទៅលើបច្ចេកទេសរួមទាំងតំណែងទៅលើទីផ្សារបាទប៉ុន្តែនៅក្នុងកំឡុង3ឆ្នាំហ្នឹងមានអ្នកឈប់ច្រើនហើយមូលហេតុនៃការឈប់មូលហេតុនៃការដែលបរាជ័យទៅលើរឿងហ្នឹងគឺពាក់ព័ន្ធនឹងជំនាញបច្ចេកទេសដែលគាត់ធ្វើនឹងឯងបាទគឺបច្ចុប្បន្នដោយសារតែមានភាពទូលំទូលាយទៅលើព័ត៌មានដែលគាត់អាចមើលតែអាចរៀនតាមបានតាមរយៈ YouTube តាមរយៈ page មួយចំនួនដែលមានការចែករំលែកហ្នឹងហើយគាត់រំភើបជាមួយនឹងចំណេះដឹងដែលគាត់ទទួលបានសើខ្ញុំនិយាយថាចំណេះដឹងដែលទទួលបានសើនៅក្នុងនោះបាទគឺចំណេះដឹងខ្លះដែលវាមិនអាចយកមកប្រើបានទេនៅក្នុងបរិបទបច្ចុប្បន្នហ្នឹងហើយយើងមិនអាចយល់ស៊ីជម្រៅបងប្អូនរឿងសំខាន់គឺយើងចូលអត់ដល់ទេខ្ញុំឧទាហរណ៍ថាអ្នកមើលវីដេអូរបស់ខ្ញុំក៏បរាជ័យច្រើនដែរមើលហើយទៅធ្វើបរាជ័យហ្មងដោយហេតុថាគាត់ស្ដាប់ច្រឡំខ្ញុំប្រាប់ថាចិញ្ចឹមសត្វត្រូវធ្វើវ៉ាក់សាំងការពារផងបាទហើយគាត់ធ្វើបាទខ្ញុំណែនាំថាវ៉ាក់សាំងអីខ្លះហ្នឹងហើយយុកាសកំប្រូអសន្នរោគអីចឹងទៅបាទកូរីសាអីចឹងទៅគឺគាត់យកទៅធ្វើតាមបានទាំងអស់អ្វីដែលខ្ញុំបានលើកឡើងហ្នឹងបានចែករំលែកហ្នឹងប៉ុន្តែចូលមិនដល់ថាវ៉ាក់សាំងនីមួយនោះវាមុតនឹងធ្វើវ៉ាក់សាំងយើងត្រូវធ្វើរបៀបម៉េចបាទហើយមន់ដែលសុពលភាពរបស់វ៉ាក់សាំងដែលចាក់ទៅហ្នឹងតើវាសុពលភាពរបស់វាបានប្រហែលខែបាទហើយវិធានការដែលយើងក្រោយចាក់វ៉ាក់សាំងអីហ្នឹងធ្វើវាម៉េចគាត់អត់បានចូលដល់ទេអញ្ចឹងពេលខ្លះចាក់វ៉ាក់សាំងហើយបន្ទាប់ពីចាក់វ៉ាក់សាំងហ្នឹងហើយងាប់តែម្ដងឃើញទេចាក់វ៉ាក់សាំងហើយងាប់ហ្មងអានេះហើយជាហេតុដែលនាំឲ្យបងប្អូនបរាជ័យដោយសារចូលអត់ដល់មិនមែនគ្រាន់តែស្ដាប់ប៉ុណ្្នឹងហើយបងប្អូនអាចទៅធ្វើបានទេឃើញទេអានឹងចូលឲ្យដល់អញ្ចឹងពេលខ្លះវ៉ាក់សាំងហ្នឹងវាអត់មានប្រសិទ្ធភាពទៅទៀតឧទាហរណ៍ថាខ្ញុំប្រាប់ថាវ៉ាក់សាំងញូកាសបងប្អូនត្រូវធ្វើបងប្អូនជ្រើសរើសក្រុមហ៊ុនវ៉ាក់សាំងណាវ៉ាក់សាំងណាដែលមានការប្រើប្រាស់ទូលំទូលាយវ៉ាក់សាំងណាដែលយើងអាចទុកចិត្តបានមានប្រសិទ្ធភាពមានផលតាមប្រើប្រាស់ច្បាស់លាស់អត់ដឹងទេចូលអត់ដល់ទេអញ្ចឹងតែចិត្តតែប្រើទៅបាទចិត្តដល់ពេលប្រើហើយវ៉ាក់សាំងវាអត់មានគុណភាពធ្វើឲ្យសត្វគាត់ងាប់អានេះហើយគេហៅថាទទួលបានចំណេះដឹងតែសម្បកទេអាហ្នឹងគឺចូលអត់ដល់ទេកន្លែងហ្នឹងណាតែពេលដែលយើងចូលអត់ដល់បញ្ហាកើតឡើងច្រើនបងប្អូនអញ្ចឹងនៅក្នុងវីដេអូនេះគាត់ជាសារផ្ដាំផ្ញើថាបងប្អូនចូលឲ្យដល់កាលណាចូលដល់គឺមធ្យោបាយគឺមានតែរៀនទេបងប្អូនរៀនណារៀនទៅប៉ុន្តែរៀនឲ្យដល់ដូចខ្ញុំនិយាយថាវ៉ាក់សាំងអញ្ចឹងយើងត្រូវមើលថាវ៉ាក់សាំងក្រុមហ៊ុនណាដែលគេមានការប្រើប្រាស់ទូលំទូលាយអញ្ចឹងទៅបាទសុពលភាពរបស់វាធម្មតាមុនធ្វើវ៉ាក់សាំងត្រូវធ្វើម៉េចក្រោយធ្វើវ៉ាក់សាំងត្រូវធ្វើម៉េចហើយវ៉ាក់សាំងនឹងឯងយើងធ្វើទៅតើវាមានប្រសិទ្ធភាពអាចការពារអាចទុកចិត្តបានទេហើយក្រៅពីវ៉ាក់សាំងតើយើងមានវិធានការអីផ្សេងទៀតហេតុអីបានជាធ្វើវ៉ាក់សាំងហើយវានៅតែងាប់រឿងជាច្រើនទៀតដែលនៅពីក្រោយដែលបងប្អូនមិនបានយល់ចូលដល់ហ្នឹងព្រោះហេតុហ្នឹងហើយបានជាមានការបរាជ័យដ៏ច្រើនដែលកើតឡើងតាមរយៈគ្រាន់តែបានមើល YouTube បានមើល page ចែករំលែកមួយចំនួនហើយយកទៅអនុវត្តធ្វើបានតិចតួចខ្ញុំនិយាយថាបានតិចតួចអ្វីដែលបងប្អូនអាចរៀនតាមបានតាម YouTube យកទៅធ្វើបានប្រហែលជា30% 20% 30% ប៉ុណ្ណោះឯងអញ្ចឹងណាហើយយូរទៅនឹងមានបញ្ហាកើតឡើងនៅពេលដែលយើងមិនបន្តជីកស៊ីជម្រៅទៅលើចំណេះដឹងដែលយើងបានធ្វើហ្នឹងបាទ